វីតាមីននិងរ៉ែខានិកសម្រាប់វ័យ20ឆ្នាំទៅ40ឆ្នាំវ័យនេះគឺជាវ័យសកម្មគ្រប់រឿងបងប្អូនគឺសកម្មរឿងផ្លូវភេទសកម្មរឿងបន្តពូជសកម្មរឿងការងារសកម្មរឿងឆ្លោះគ្នាសកម្មរឿងប្រកួតប្រជែងសម្រស់សកម្មគ្រប់រឿងតែម្ដងបងប្អូនបាទអញ្ចឹងវ័យនេះគឺយើងឃើញថាជាវ័យដែលមានកូនជាវ័យដែលមានការរួមភេទជាវ័យដែលមានគភ៌ជាវ័យដែលមានផ្ទៃពោះជាវ័យដែលត្រូវចិញ្ចឹមកូនចិញ្ចឹមទារកអីចឹងជាដើមអញ្ចឹងសម្រាប់ស្ត្រីគឺត្រូវខ្លះណាស់គឺពពួកសារជាតិដែកពពួកសារជាតិអាស៊ីតហ្វូលិកអីចឹងជាដើមបងប្អូនចំណែកមនុស្សប្រុសវិញគឺវ័យនេះគឺជាវ័យមួយដែលត្រេកត្រអាលខ្លាំងរឿងផ្លូវភេទខ្លាំងជាងគេសម្រាប់បុរសគឺជាវ័យដែលគាត់ផលិតអរម៉ូនតេស្តូស្តេរ៉ុនដែលជាអរម៉ូនមួយធ្វើឲ្យបុរសនឹងក្លាហានប្រកួតប្រជែងមានមោទនភាពចង់រួមភេទអីចឹងជាដើមដើម្បីផលិតកម្មរបស់គាត់អញ្ចឹងគាត់ត្រូវការពពួកវីតាមីនពពួករ៉ែខនិជមួយចំនួនដូចជាពពួកសង្កសីពពួកសេលេញូមជាដើមបងប្អូនគឺទាំងអស់ហ្នឹងគឺជាតម្រូវការរបស់គាត់បាទអញ្ចឹងខ្ញុំអត្ថាធិប្បាយជូនបងប្អូនម្ដងមួយចំណុចដើម្បីឲ្យបងប្អូនអាយុចន្លោះពី20ទៅ40ឆ្នាំនេះលោកធ្វើការសិក្សាស្វែងយល់ថាខ្លួនគាត់តម្រូវយ៉ាងម៉េចអញ្ចឹងមិនមែនគេក្មេងគាត់ប្រើអីល្អចាស់គាត់ប្រើអីល្អយើងចេះយកមកប្រើដែរទេបងប្អូនគឺអាស្រ័យទៅលើវ័យខុសគ្នាគឺតម្រូវការនៃពពួកវីតាមីនពពួករ៉ែខនិចហ្នឹងគឺខុសគ្នាពពួករ៉ែខនិចនិងវីតាមីនដែលគាត់ត្រូវការសម្រាប់វ័យនេះគឺមាន4-5ក្រុមដែលខ្ញុំនឹងលើកជូនពពួកវីតាមីន B បាទឬក៏ដែលហៅថាវីតាមីន B បាទវីតាមីន B ហ្នឹងវាមាន B អង B1 មាន B2 B2 វាមាន B3 វាមាន B6 B6 វាមាន B ឌូ B12 អីចឹងជាដើមបងប្អូនមាន B ច្រើនបាទអញ្ចឹងក្រុមវីតាមីនហ្នឹងគឺខ្លួនយើងសម្រាប់វ័យនេះត្រូវការពពួករ៉ែខានិកយើងឃើញមានពពួកម៉ាញ៉េស្យូមដែលត្រូវការខ្លាំងជាងគេវ័យនេះគឺរមួលក្រពើខ្លាំងណាស់បងប្អូនម៉ាញ៉េស្យូមនេះដើម្បីតម្រូវឲ្យគាត់តេតើនឹងការកន្ត្រាក់នៃសាច់ដុំការរមួលក្រពើនេះផ្ទាល់តែម្ដងក្តាមកាច់នេះផ្ទាល់តែម្ដងក្រុមទី4គឺពពួកក្រុមដែកហើយនឹងពពួកអាស៊ីតហ្វូលិកដែលជារ៉ែខនិជសំខាន់ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះគឺបងប្អូនស្គាល់ហើយគ្រូពេទ្យតែងតែឲ្យពេលទៅពេទ្យក្រុមទី5គឺពពួកសង្កសីពពួកសេលីនីយ៉ូមបាទពពួករ៉ែទាំងអស់ហ្នឹងគឺត្រូវការខ្លាំងណាស់សម្រាប់បុរសជាពិសេសបាទបងប្អូនបានជ្រាបហើយអំបញ្ញមិញខ្ញុំជំរាបជូនថាបុរសគឺត្រូវការពពួកអរម៉ូនតេស្តូស្តេរ៉ុនគាត់មានអរម៉ូនតេស្តូស្តេរ៉ុនគាត់តែមានរ៉ែទាំងអស់ហ្នឹងអញ្ចឹងសារជាតិចំណីអាហារដែលមានរ៉ែទាំងអស់ហ្នឹងគឺជាសារជាតិដែលធ្វើឲ្យជួយទៅដល់អរម៉ូនតេស្តូស្តេរ៉ុនគឺដែលជាអរម៉ូនផ្លូវភេទសំខាន់បើបុរសចង់បានអាហ្នឹងគឺកាលណាគាត់តេស្តូស្តេរ៉ុនច្រើនគឺផ្លូវភេទរបស់គាត់ខ្លាំងបាទនេះជាអ្វីដែលបុរសចាំបាច់ត្រូវតែស្វែងយល់ផងដែរទាំងស្ត្រីទាំងបុរសបាទសួរថាដើម្បីអ្វីដើម្បីទី1គឺបងប្អូនគឺឆ្អឹងរបស់គាត់រឹងមាំរាងកាយរបស់គាត់រឹងមាំតតែម្ដងបាទនេះជាអ្វីមួយដែលគាត់ត្រូវការចំណុចទី2គឺរឹងមាំទៅលើប្រព័ន្ធការពាររបស់គាត់ប្រព័ន្ធការពាររបស់គាត់អាចទប់នឹងជំងឺដកាត់ផ្សេងបានដរាបណាគាត់ទទួលទាននៅសារជាតិទាំងអស់ហ្នឹងដែលខ្ញុំបានជំរាបមិញទី3គឺជួយទៅលើថ្លើមគាត់ត្រូវការថ្លើមគាត់ត្រូវការផ្លូវរំលាយអាហាររបស់គាត់រឹងមាំបាទវ័យហ្នឹងផឹកស្រាខ្លាំងណាស់បងប្អូនបាទញ៉ាំអីក៏មិនងាយឈឺដែរយើងត្រូវការសារជាតិទាំងអស់ហ្នឹងបន្ថែមដើម្បីឲ្យវារឹតតែរឹងមាំថែមទៀតគឺផឹកស្រាទៅបានថ្លើមហ្នឹងគឺមាំទាំគឺត្រូវការសារជាតិទាំងអស់ហ្នឹងដើម្បីថែទាំវាមួយទៀតគឺធម្មពលគឺកម្លាំងកំហែងបាទករណីទី5គឺវាជាប្រយោជន៍ដើម្បីទៅលើសុខភាពផ្លូវភេទរបស់គាត់សុខភាពបន្តពូជរបស់គាត់ដើម្បីគាត់មានកូនឆាប់មានកូនកូនប្រុសកូនស្រីដោយបំណងអីចឹងជាដើមអាចពោះបានបង្កើតកូនមកដោយសុវត្ថិភាពអីចឹងជាដើមសឹកទាំងអស់ហ្នឹងគឺជាប្រយោជន៍ទៅលើអ្វីដែលគាត់ត្រូវតែមានសារជាតិវីតាមីននិងរ៉ែខនិចទាំងអស់នោះផ្ទាល់តែម្ដងសំណួរមួយទៀតចុងក្រោយគឺចំណុចមួយទៀតថាតើសារជាតិទាំងអស់ហ្នឹងសារជាតិបំពន់សារជាតិវីតាមីនរ៉ែខនិចទាំងអស់ហ្នឹងវាមាននៅក្នុងអាហារណាខ្លះយើងមានអាហារ4-5ប្រភេទដែលពេលនេះខ្ញុំនឹងបង្ហាញជូនបងប្អូនគឺពពួក
ក្រុមទី1គឺបន្លែស្លឹកបៃតងអញ្ចឹងបងប្អូនស្ត្រីក៏ដោយបងប្អូនបរោះក៏ដោយគឺត្រូវការខ្លាំងណាស់បន្លែបៃតងនេះគឺឲ្យបងប្អូនស្គាល់គ្រប់គ្នាថាបន្លែបៃតងនោះវាមានប្រយោជន៍យ៉ាងម៉េចប៉ុន្តែថ្ងៃនេះខ្ញុំបញ្ជាក់ជូនបងប្អូនថាប្រយោជន៍វាសំខាន់ណាស់អញ្ចឹងសូមបងប្អូនកុំភ្លេចវាគឺទទួលទានឲ្យបានច្រើនគឺមិនមានបញ្ហាអីប៉ះពាល់សុខភាពខ្លាំងក្លាពេកទេចំណុចទី2គឺពពួកត្រីនេះគឺវ័យប៉ុណ្ណេះគឺល្អអាចទទួលទានត្រីសាច់ហើយបើត្រីនឹងមានខ្លាញ់ក៏រត់តែប្រសើរដែរអញ្ចឹងបងប្អូនដែលតอมខ្លាំងក៏មិនបានដែរវ័យនេះគឺត្រូវទទួលទានសារជាតិត្រីដែលមានខ្លាញ់ផងដែរសាច់ដែលមានលាយខ្លាញ់ផងដែរបាទมันតอมពេកទៅលើរឿងហ្នឹងទេកាលណាយើងតอมខ្លាញ់ខ្លាំងពេកគឺពពួកខ្លាញ់នេះវាអត់ជួយទៅលើខួរក្បាលគាត់វាអត់ជួយទៅលើការផលិតអរម៉ូនរាងកាយរបស់គាត់ដើម្បីសុខភាពបន្តពូជដើម្បីសុខភាពផ្លូវភេទរបស់គាត់អីចឹងជាដើមចំណុចទី3គឺពន្លឺព្រះអាទិត្យនិងកម្ដៅថ្ងៃបងប្អូនវ័យនេះខ្លះទៅចង់បានស្បែកសវាបន្ទុំខ្លួនបើបន្ទុំយូរទៅឆ្អឹងនឹងខូចហើយបងប្អូនប្រព័ន្ធរាងកាយខ្សោយឈឺច្រើនអញ្ចឹងបងប្អូនស្ត្រីដែលចង់បានសាច់សអត់ត្រូវថ្ងៃសហ្នឹងគឺប្រឈមនឹងបញ្ហាគឺថ្ងៃសំខាន់ហើយបើសិនជាមិនហ៊ានត្រូវពេលថ្ងៃខ្លាំងបងប្អូនអាចត្រូវពេលព្រឹកម៉ោង7ព្រឹក8ព្រឹកអីល្អបាទជាពលឺថ្ងៃមួយដើម្បីជួយទៅលើស្បែករបស់បងប្អូនផងដើម្បីជួយទៅលើប្រព័ន្ធរាងកាយប្រព័ន្ធការពារឬក៏ប្រព័ន្ធឆ្អឹងថ្លើមរបស់បងប្អូនផ្ទាល់តែម្ដងពពួកអាហារទី4បងប្អូនគឺគ្រាប់ធញ្ញជាតិឬក៏ពពួកមើមសត្វបងប្អូនអាចទទួលទានទាំងមូលបានដើម្បីវាជាប្រយោជន៍ដល់រាងកាយរបស់បងប្អូនធ្វើម៉េចឲ្យរាងកាយហ្នឹងវាបានសុខភាពល្អអញ្ចឹងបងប្អូនអនុវត្តទៅហើយនៅសល់វីដេអូថ្ងៃស្អែកខ្ញុំសូមឆ្លេះវីដេអូនឹងប៉ុណ្្នឹងសិនសម្រាប់វីដេអូថ្ងៃស្អែកបងប្អូននឹងតាមដានជាមួយនឹងខ្ញុំបាទសម្រាប់បងប្អូនដែលវ័យចន្លោះពី40ទៅ60ឆ្នាំហើយនឹងវ័យមនុស្សចាស់អីចឹងជាដើមបាទ